ជំរាបសួរស្វាគមន៍មកកាន់ Channel Vanessa ទាំងអស់គ្នាថ្ងៃនេះយើងនឹងយល់ដឹងអំពីប្រភេទនៃក្បាច់ខ្មែរហើយក្បាច់ទី1ដែលខ្ញុំបានបង្ហាញនេះគឺជាប្រភេទក្បាច់អង្គរក្បាច់អង្គរគឺជាក្បាច់ដែលយើងអាចចាប់ទុកថាជាក្បាច់ដែលខ្ពស់បំផុតនៅក្នុងសិល្បៈរបស់កម្ពុជាយើងហើយក្បាច់នេះយើងឃើញនិយមប្រើនៅតាមប្រាសាទក៏ដូចជាអគារសាធារណៈមួយចំនួនរបស់រដ្ឋដែលមានមុខងារសំខាន់ចំណែកនេះវិញគឺជាក្បាច់ភ្ញីទេសក្បាច់ភ្ញីទេសនេះគឺជាក្បាច់ដែលមានទម្រង់លក្ខណៈដូចជាដើមវល្លិដែលក្នុងនោះមានដើមមានស្លឹកផ្កាហើយនិងផ្លែក្បាច់នេះផងដែរគឺយើងនិយមប្រើនៅទៅតាមផ្ទះហើយនិងអគារមុខងារសំខាន់របស់រដ្ឋមួយចំនួនផងដែរក្បាច់នេះគឺមានទម្រង់ដកស្រង់ចេញពីធម្មជាតិដូច្នេះហើយបានជាយើងមើលឃើញលក្ខណៈដែលលម្អិតទៅលើក្បាច់នេះគឺមានលក្ខណៈបែបគួរឲ្យចង់គយគន់ហើយនឹងទាក់ទាញចំណែកមួយនេះវិញគឺជាក្បាច់ភ្ញីវល្លិក្បាច់ភ្ញីវល្លិគឺមានទម្រង់ដែលយើងអាចមើលឃើញទៅស្រដៀងនឹងភ្ញីទេសដែរប៉ុន្តែភាពលម្អិតរបស់វាអត់ដល់ភ្ញីទេសទេហើយក្បាច់ភ្ញីវល្លិនេះខ្ញុំកាលពីមុនធ្លាប់ឃើញនៅក្នុងសិល្បៈចម្លាក់ចាក់លើស្រទាប់ចេកប៉ុន្តែយើងក៏អាចរកឃើញនៅតាមសិល្បៈមួយចំនួនដែលគេលម្អទៅតាមតសឬមួយក៏ជាប្រភេទសារាយរបស់ផ្ទះអីដែរហើយមួយនេះវិញគឺជាក្បាច់ភ្ញីភ្លើងក្បាច់ភ្ញីភ្លើងនេះយើងសម្គាល់តាមរយៈនៅចុងសន្លឹករបស់ក្បាច់គឺមានលក្ខណៈបែបរលាស់ដូចជាភ្លើងដូច្នេះហើយបានយើងហៅថាភ្ញីភ្លើងហើយភ្ញីភ្លើងនេះយើងអាចរកឃើញច្រើននៅតាមទីវត្តអារាមក៏ដូចជាអគារទីសក្ការៈផ្សេងអរគុណច្រើនសម្រាប់ការយល់ដឹងអំពីក្បាច់ខ្មែរ